ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើ local profile នៅ VMware បងហើយយើងចូល profile explorer យើងចូលទៅ IC ហើយយើង right click យើងបង្កើត folder ថ្មីយើង name ឈ្មោះ folder តាមពេលដែលយើងចង់នៃដូចនេះខ្ញុំ name page code ដល់មកយើងចាញ់យើងចូល OpenC យើងចូលកន្លែង domain name របស់យើងចូល user យើង right click យើងបង្កើត user ថ្មីទៀតយើងដាក់ឈ្មោះ user យើងដាក់ឈ្មោះ user ពេលគាត់ login ទៅលើ PC របស់គាត់យើងចុច next ហើយនេះយើង untick កន្លែងហ្នឹងមកដើម្បីឲ្យពេល user គាត់ login PC គាត់បាច់ចាំបាច់ធ្វើដូរ password យើង set password ខាងលើខាងក្រោមយើងត្រូវ set ឲ្យវាដូចគ្នាចុច next ជា finish មកហើយយើងនឹងបាន user ដែលយើងទៅបង្កើតហ្នឹងយើងចូល property យើងចូលកន្លែង profile ដល់មកយើងធ្វើការ key file ហ្នឹងចូលទៅក្នុង user គេដាក់ c មក slash file ដល់មក slash គេរក username គេរកxongមកយើងចុច apply យើងបង្កប់ជា detect file នៅក្នុងយើង click OK មកដល់មកយើងចូល window 8ដល់ថ្មីសម្រាប់របស់យើង user យើងបង្កើតហ្នឹង password click ចូលហើយនេះយើងចាំប្រហែល30ឆ្នាំជួយចាំទៅហើយខ្ញុំ set up បាទហើយយើងបានចូលក្នុង video 8ដល់ថ្មីសម្រាប់យើងហើយយើងចូលក្នុងយើង search រក file explorer ដល់មកយើងចូល IC យើងប្រកាសជាឃើញ folder ដែលយើងបានបង្កើតឲ្យគាត់ឈ្មោះ code នេះមាននៅក្នុង local បាទអរគុណអ្នកនរនេះមានតែប៉ុណ្ណឹង